ការពីព្រេងនាយមានកុមារីម្នាក់នាងតែងតែទៅព្រៃចាំគោឪឡឹកថ្ងៃមួយកុមារីម្នាក់នោះបានដាច់ម្ហូបជាច្រើនថ្ងៃនាងក៏បានចាប់កង្កែបយកមកធ្វើជាម្ហូបអាហារគោផ្អើលបងប្អូនឃើញនាងឈួតឈួតឡាប់ដេញគោអញ្ចឹងទេតែការពិតនាងពិតជាឈួតពិតមែននាងរត់ដេញគោមិនទាន់នឹងរួចដល់គោដើរស្រួលបួលផងងាកមកក្រោយកបីបានចូលពេញឪឡឹកនាងទៀតហើយជីវិតអើយពិតជាកំសត់អ្វីម្លេះទេគោក៏ច្រើនកបីក៏ច្រើនដាំឪឡឹកគ្មានរបងពិតជាពិបាកពិតមែនពិតជាគួរឲ្យអាណិតនាងខ្លាំងណាស់រាល់ថ្ងៃបានឆ្កែពីក្បាលតែងតែកំដរនាងដេញគោដេញក្របីហើយងាកមកមើលឪឡឹករបស់នាងវិញគ្រាន់តែដោះចេញមកគឺរោគពេញទឹកពេញដីតែម្ដងមិនដឹងថារោគអីខ្លះរោគគ្រប់ប្រភេទតែម្ដងឥឡូវនេះនាងមិនដឹងជាធ្វើសកម្មភាពអីទេវីវក់អូដូចជាដុតភ្លើងពុកម៉ែបងប្អូនជីវិតនាងពិតជាកំសត់ពិតមែនមានដេកេះមួយរើសដុតភ្លើងហើយអាភ្លើងនឹងក៏អញ្ចឹងទៀតពេលនាងអង្គុយទៅខាងណាអាផ្សៃនឹងវាតែងតែបែរទៅតាមនាងអូជីវិតអើយជីវិតកុមារីម្នាក់នេះពិតជាកំសត់ពេកហើយបងប្អូនមួយចោះពិតជាមិនអាណិតមិនបានពិតមែនកំសត់ខ្លាំងណាស់ពុកម៉ែបងប្អូនតើពុកម៉ែបងប្អូនយល់ថាអាណិតនាងដែរឬទេពេលនេះនាងមិនដឹងថាចូលគុំប្រតិកម្មអ្វីទេពុកម៉ែបងប្អូនហើយវីដេអូរបស់នាងនេះគឺនាងថតប្រហែលជាជិត2អាទិត្យហើយប៉ុន្តែមិនដែលបានកាត់ទេដោយសារតែរវល់ខ្លាំងពេកឥឡូវនេះនាងក៏ដូចជាកាប់ច្រាស់នឹងអូឃើញហើយពុកម៉ែបងប្អូននាងដូចជាកំពុងតែកោតដំបុតដើម្បីអាំងសត្វកង្កែបដែលមនុស្សម្នាគ្រប់គ្នាគេតែងតែខ្ពើមរអើមមិនហូបទេប៉ុន្តែនាងគឺជាមនុស្សកុមារីម្នាក់ដែលចូលចិត្តកង្កែបជាខ្លាំងហើយពេលនេះនាងក៏បានឲ្យឆ្កែរបស់នាងហាត់ឆ្កែរបស់នាងវាហាត់ឲ្យថាពិតជាមិនគួរឲ្យចង់ឃ្លានសោះមើលតែវាធ្វើមុខទៅវាថាគ្មានអីគួរឲ្យឃ្លានទេប៉ុន្តែនារីកុមារីម្នាក់នេះតែបែរទៅជាយកកង្កែបនឹងទៅអាំងទៅវិញកុមារីក្មេងតូចអើយពិតជាគួរឲ្យអាណិតអីម្លេះទេមើលចោះភ្លើងមិនទាន់អស់អាងើកផងបែរជាយកកង្កែបភ្លើងមិនទាន់អស់ហណ្ដាតផងបែរជាយកកង្កែបទៅអាំងពិតជាគួរឲ្យអាណិតនាងពេកហើយពុកម៉ែបងប្អូនជីវិតក្មេងស្រីម្នាក់នេះពិតជាមានការតស៊ូខ្លាំងមែនទែនអាំងចុះអាំងឡើងមើលទៅកង្កែបដូចជាឆ្អិនហើយពុកម៉ែបងប្អូនកង្កែបនេះវាមិនសូវជាមានពណ៌ក្រហមពិតមែនប៉ុន្តែវាឆ្អិនហើយកុំច្រឡំថាវាឆៅអីក្មេងស្រីម្នាក់នេះបានបេះផ្លូវកង្កែបដៃកង្កែបមួយបានយកមកភ្លក់ហើយគិតថាវាពិតជាស្រួយខ្ញោកមែនទែនហើយរសជាតិរបស់វាពិតជាឆ្ងាញ់ដែលអ្នកគ្រប់គ្នាស្មានមិនដល់មើលចោះសំបីតែអាពីរអ្នកនេះមុននឹងអាំងវាថាខ្ពើមណាស់មិនហ៊ានស៊ីទេសំបីតែហិតក៏វាមិនហិតដែរតែឥឡូវនេះឃើញចោះបងប្អូនវាកំពុងតែដេញតាមកង្កែបដែលខ្ញុំបានអាំងមើលចោះមើលមុខវាចោះឥឡូវនេះវាដូចជាទ្រាំលែងបានហើយវាដូចជាចង់ហក់តបាក់ពីដៃខ្ញុំតែម្ដងខ្ញុំគិតថាដល់ពេលឥឡូវវាលែងចង់ស៊ីហើយពុកម៉ែបងប្អូនខ្ញុំក៏លែងឲ្យវាស៊ីតែម្ដងទៅសារវីដេអូមកក្រោយការពីពេលដាំឪឡឹកហើយថ្មីវីដេអូនេះគឺដាំឪឡឹកហើយខ្ញុំចាប់ដើមដាក់ទឹកដើរមើលតាមរងក្របឪឡឹកនៅលើរងទាំងអស់ហើយមានអាជ្រុះមានអត់ដាំអត់ចូលរងក៏មានដែរហើយមុនដាំប្រាប់ស្រួលបួលថាដាំឲ្យរឿងជ្រៅបន្តិចហើយបើជ្រុះគ្រាប់ជួយរើសឲ្យផងពួកអីគ្រាប់ថ្លៃតែគេលួចនិយាយក្រោយខ្នងថាជ្រុះក៏គេមិនរើសដែរមកដូចម៉ែគេទេហើយដល់ពេលធ្វើការថ្ងៃក្រោយគ្មានណាគេរកទេដល់ពេលគេអត់រកតាំងថាអ្នកស្រុកអ្នកភូមិគេមករកទេរកទៅរកមកផ្លាញអីគ្រាន់តិចគឺអាកន្លែងនេះវិញគឺឃើញដុះច្រើនអញ្ចឹងការពិតរើសគ្រាប់ខ្ញុំដាក់ទឹកនឹងរើសគ្រាប់អស់ឡើងជាងកន្លះទឹកឡោហើយជា2 3កញ្ចប់ហើយគ្រាប់មិនថោកទេ1គីឡូជាង1លានណោះបងប្អូនហើយដល់ឥឡូវហ្នឹងគឺខ្ញុំចាប់ដើមជួសអាឡឹកហ្នឹងហើយជួសហ្នឹងតាំងពីអាឡឹកនៅទូចម៉ែជួសខ្លះបើពួកអីបើអត់ជួសអត់កើតទេអាឡឹកគឺដាច់ដៅច្រើនខ្លាំងខ្ញុំអត់បន្ទោសទៅលើការដាំទាំងអស់ទេតែដាំអាពេលខ្លះវាដូចថាវារាក់ពេកដល់ពេលរាក់ពេកទេខ្ញុំដាក់ទឹកទៅវាខ្ចាយគ្រាប់ជ្រុះតាមរងក៏ថាបានឬក៏គាត់ដាំទៅវាជ្រុះគ្រាប់ចេញពីដៃគាត់ទៅតាមហងក៏ថាបានពេលខ្លះខ្ញុំដើរឃើញលើរងហ្នឹងគឺគ្រាប់នៅលើរងអត់ចូលក្នុងដីទេកន្លែងខ្លះកន្លែងដើដែលគាត់ដាំហ្នឹងខ្ញុំកាយមើលគឺអត់មានគ្រាប់ក៏មានដែរព្រោះតែពួកគាត់ដាំលឿនទៅប្រហែលជាចាប់គ្រាប់អត់បានក៏មិនដឹងអីក៏មិនដឹង
ឬក៏ដាំទៅខ្ចាយក្របទៅណាផ្សេងក៏មិនដឹងប៉ុន្តែបើជ្រុះក្របនៅលើដីវាដុះហើយប៉ុន្តែភាគច្រើនគឺអត់ដុះហើយការដាំពួកខ្ញុំមិនប្រខិតបង្ខំឲ្យពួកគាត់ត្រូវតែដាំឲ្យលឿនគឺដាំតាមសម្រួលអីតែដាំល្អហើយការឈប់សម្រាកមិនបង្ខំឲ្យធ្វើរហូតទេមានពេលឈប់មានអីក្តៅហត់ខ្លាំងគឺឈប់ទៅអត់មានររឿងមានបន្ទោសអីទេខ្ញុំក៏អត់បន្ទោសដែរខ្ញុំអត់ដឹងថាវាមកពីមូលហេតុអីដែរទេប៉ុន្តែក្រោយខ្ញុំដាក់ទឹកមកគឺភ្លៀងមកខ្លាំងវាហាប់ដីខ្លាំងអាខ្លះគឺវាដុះអត់រួចអាលួយក៏មានដែរហើយប្រហែលជាចិត្តមកទឹកដែរខ្ញុំអត់ដែរបានទៅចការសោះដោយសារតែយាយខ្ញុំអត់ស្រួលគឺខ្ញុំនៅមើលថែយាយខ្ញុំនៅពេទ្យអញ្ចឹងណាវីដេអូថ្ងៃនេះក៏មានតែប៉ុណ្្នឹងដែរអរគុណច្រើនបាយបាយ